ខ្លែទៅទឹមនៅក្រោយផ្ទះកំពុងតែទុំមិនដើរហើយវាចាស់ក្របវាហើយក្របវាពេញទឹកយើងអាចញ៉ាំបានតែវាមានរសជាតិជូរអែមវាមិនមែនរសជាតិផ្អែមទេបងប្អូនពណ៌វាស្អាតក្រហមស្អាតញ៉ាំឆ្លាញ់ពណ៌របស់វាមើលទៅគួរឲ្យប្លែកភ្នែកឃើញវាក្រហមស្រស់នេះប្លែកគួរសមដែរតែវាផ្លែតូចវាអត់ធំប៉ុន្មានទេបើវាធំយកទៅលក់ទៅបានថ្លៃតែនេះផ្លែតូចហើយយើងយកទៅលក់វាមិនទិញយើងទេឈ្មោះវិញផ្សារគេមិនទិញយើងទេគេទិញរើសយកតែធំហើយនោះ